ខ្ញុំដំណើររឿងពេតដែលកើតមាននៅក្នុងឆាកជីវិតរបស់ខ្ញុំជាក្មេងដែលមកពីទីជនបទហើយមកស្នាក់រៀននៅទីក្រុងហើយនៅទីប្រជុំជនធំហើយខ្ញុំចាក់ចេញពីឪពុកម្ដាយតាំងពីខ្ញុំវ័យក្មេងហើយខ្ញុំសូមជេររំលែកបទពិសោធន៍នេះទៅកាន់ក្មេងៗជាពិសេសគឺក្មេងៗដែលរៀននៅថ្នាក់អនុវិទ្យាល័យរហូតដល់មហាវិទ្យាល័យពេលដែលខ្ញុំឈានជើងចូលរៀនដល់ទីក្រុងហើយខ្ញុំមានមិត្តភ័ក្តិជាច្រើនហើយមិត្តភ័ក្តិខ្លះក៏មានគ្រប់សតិវណ្ណៈហើយមិត្តភ័ក្តិខ្ញុំមួយចំនួនក៏ប៊ូលីខ្ញុំប៊ូលីហ្នឹងមានន័យថាតិះទៀនហើយសើចំអកហើយគាត់ឃើញយើងគាត់ថាឯងប្រម្លេះខ្មៅម្លេះហើយខ្ញុំក៏មិនដែលទៅចាប់អារម្មណ៍នឹងពាក្យសម្ដីរបស់គាត់ទេព្រោះខ្ញុំដឹងព្រោះខ្ញុំនៅវត្តខ្ញុំដឹងហើយខ្ញុំអនុវត្តជីវិតរបស់ខ្ញុំជាមួយនឹងទ្រឹស្ដីពុទ្ធសាសនាហើយរហូតដល់ខ្ញុំរៀនដល់វិទ្យាល័យហើយខ្ញុំជិះកង់ខ្ញុំនៅតែជិះកង់ហើយព្រោះកាលនោះខ្ញុំជិះកង់ពីឃុំច័ន្ទសពីភូមិតតកដាលភូមិស្រែព្រៃមករៀននៅទីក្រុងហើយនិយាយពីរឿងចម្ងាយគីឡូដីគឺឆ្ងាយមែនទែនតែខ្ញុំអត់ដែលបោះបង់ការព្យាយាមនេះចោលទេហើយដូចដែលបងប្អូនមួយចំនួនហើយមេដាបេដាសិស្សមួយចំនួនបានដឹងនៅឆាកជីវិតរបស់ខ្ញុំដែលខ្ញុំតស៊ូហើយនៅពេលដែលខ្ញុំមករៀនដល់ទីក្រុងហើយខ្ញុំចងចាំមិនភ្លេចហើយរហូតដល់សប្តាហ៍ថ្ងៃខ្ញុំហួសចិត្តរឿងមួយនៅកន្លែងមួយហ្នឹងគេបើកកន្លែងបង្រៀនគួរហើយខ្ញុំក្រមែនទែនខ្ញុំនិយាយត្រង់អត់មានក្រលេងក្រមែនទែនហើយខ្ញុំមិនដែលកង់ចូលហើយខ្ញុំក៏សុំកតពួយខ្ញុំថ្ងៃនេះសុំជាពាក់ហើយការ៉ាស់កង់សម្បត្តិកង់កាលពីចំនួនខ្ញុំរៀនគេយក200រៀលហើយអ្នកដាក់ការ៉ាស់កង់នៅទីនោះគឺចាប់ផ្ដើមមើលមកមុខខ្ញុំហើយកាត់ឌីលខ្ញុំភ្លាមហ្មងតែយីហ่าគ្រាន់តែ200ក៏ក្រដែរហើយខ្ញុំក៏អត់លឺមាត់ទេព្រោះយើងក្រមែនហើយខ្ញុំក៏ប៉ុន្តែកង់ចូលទៅក្នុងសាលាហើយរៀនប៉ុន្តែពាក្យសម្ដីរបស់គាត់ធ្វើឲ្យខ្ញុំឈឺចាប់មែនទែនហើយខ្ញុំអត់តបតអ្វីទាំងអស់ហើយផ្ទុយមកវិញខ្ញុំខិតខំរៀនទ្វេដងដើម្បីកែប្រែវាសនាខ្លួនឯងហើយនៅពេលដែលខ្ញុំឈានជើងរៀនដល់មហាវិទ្យាល័យសាកលវិទ្យាល័យដែលយើងគ្រប់គ្នាដឹងនៅពេលដែលខ្ញុំរៀនដល់សាកលវិទ្យាល័យហើយខ្ញុំនៅតែជិះកង់ហើយមិត្តភ័ក្តិខ្ញុំមួយចំនួនក៏តែងតែចំអកលេងផងមែនផងហើយក៏សួរថាពេលណាទៅខ្ញុំទិញកង់ជិះពេលណាទៅខ្ញុំទិញម៉ូតូជិះហើយខ្ញុំក៏ញញឹមហើយខ្ញុំក៏អត់តបតខ្ញុំដើរចូលទៅក្នុងថ្នាក់ខ្ញុំរៀនហើយគាត់សួរយើងពីមួយថ្ងៃទៅមួយថ្ងៃរដងហើយដោយសារតែឪពុកម្ដាយរបស់គាត់ទិញម៉ូតូឲ្យគាត់ជិះមករៀនហើយខ្ញុំក៏មិនដែលអន់ចិត្តដែរព្រោះខ្ញុំដឹងច្បាស់ខ្លួនឯងថាខ្ញុំមកពីគ្រួសារកសិករហើយការដែលខ្ញុំរៀននៅមហាវិទ្យាល័យខ្ញុំក៏បង្រៀនដែរខ្ញុំបង្រៀនតាមសាលាឯកជនហើយនឹងបង្រៀនតាមវត្តអារាមដើម្បីរកប្រាក់មួយចំនួនដើម្បីចិញ្ចឹមខ្លួនឯងហើយផ្គត់ផ្គង់ការសិក្សារបស់ខ្លួនឯងហើយមួយចំណែកតូចទេហ្នឹងគឺបានពីបងប្អូនតែគាត់ឲ្យខ្លះហើយមានមិត្តភ័ក្តិមួយចំនួនក៏គាត់ជិះឡានជាអីសេរីទំនើបអីទៅរៀនទៀតហើយខ្ញុំក៏មិនដែលអន់ចិត្តដែរហើយអ្នកខ្លះក៏គេរើសអើងយើងគេមិនដើរជាមួយយើងដោយសារតែយើងក្រហើយយើងមិនសូវចូលចំណោមគេចុះហើយខ្ញុំក៏មិនដែលខឹងនឹងគេដែរហើយខ្ញុំតែងតែគិតក្នុងចិត្តថាថ្ងៃណាមួយខ្ញុំនឹងយកជ័យជំនះនៅក្នុងឆាកជីវិតរបស់ខ្ញុំហើយខ្ញុំនឹងពុះពៀរៀនធ្វើយ៉ាងណារៀនហើយរៀនទៀតរៀនមិនចេះឈប់កន្លែងនេះមានន័យថារៀនមិនចេះឈប់ហ្នឹងគឺរៀនអត់ឈប់ចូលហើយខ្ញុំមិនដែលយកពាក្យប៊ូលីឬក៏ពាក្យតិះទៀនដែលកាត់តិះទៀនយើងទាំងប្រមាណដាក់ក្នុងចិត្តទេហើយខ្ញុំក៏មិនដែលអន់ចិត្តព្រោះខ្ញុំដឹងអំពីកម្រិតគ្រួសាររបស់ខ្ញុំព្រោះយើងជាកូនអ្នកក្រកូនកសិករហើយខ្ញុំតែងតែព្យាយាមហើយរហូតដល់ខ្ញុំមានការងារធ្វើហើយរហូតដល់ខ្ញុំមានអ្វីខ្លះមិនច្រើនប៉ុន្តែគាត់ថាអាចរស់បានសមរម្យដោយសពថ្ងៃហើយខ្ញុំសូមអរគុណខ្លួនឯងដែលបានប្រឹងប្រែងជ្រើសរើសការសិក្សាជាគោលដើម្បីផ្លាស់ប្ដូរនៅវាសនាខ្លួនឯង
បើសិនបើជាខ្ញុំមិនគិតដល់ក្នុងការអប់រំទេប្រហែលជាថ្ងៃនេះខ្ញុំគ្មានខ្ញុំគ្មានថ្ងៃនេះដូចគ្នាប្រហែលជាថ្ងៃនេះខ្ញុំប្រហែលជាខ្លាយជាកម្មករហើយក៏ខ្លាយទៅជាមនុស្សម្នាក់ដែលពិបាកក្នុងការទទួលយកហើយវីដេអូនេះខ្ញុំសូមផ្ញើជូនទៅអ្នកទាំងអស់គ្នាជាពិសេសអ្នកដែលចូលចិត្តសើចំអកឲ្យមិត្តភក្តិបើសិនជាអាចអ្នកកុំទៅ bully ហើយកុំទៅសើចំអកកុំទៅទីស្ទានមិត្តភក្តិពេលដែលមិត្តភក្តិក្រហើយអ្នកទាំងអស់គ្នាគួរតែលើកទឹកចិត្តហើយនេះប៉ះខ្ញុំបរិសាខ្ញុំជាមនុស្សដែលមានចង់និយាយថាទឹកចិត្តរបស់ខ្ញុំគឺខ្លាំងខ្ញុំមិនងាយបាក់ទឹកចិត្តទេព្រោះខ្ញុំដឹងពីកម្រិតរបស់ខ្ញុំហើយខ្ញុំមិនអាចទៅសុំឪពុកម្ដាយរបស់ខ្ញុំដើម្បីយកមកទិញនេះទិញនោះទេព្រោះដោយសារតែយើងរស់នៅក្នុងជីវភាពដែលក្រីក្រហើយក៏សូមអរគុណមែនទែនហើយវីដេអូនេះខ្ញុំសូមផ្ញើជូនទៅយុវជនជាពិសេសអ្នកដែលមកពីគ្រួសារក្រីក្រហើយខិតខំរៀនដើម្បីកែប្រែវាសនារបស់ខ្លួនឯងពួកកុំតូចចិត្តបើសិនបើជាអ្នកក្រហើយអ្នកបោះបង់ការសិក្សាចោលជីវិតរបស់អ្នកនឹងមានអំរែកកាន់តែធ្ងន់អញ្ចឹងមានតែការសិក្សាមួយគត់ដែលអាចផ្លាស់ប្ដូរជីវិតរបស់អ្នកទៅរកភាពល្អប្រសើរសូមអរគុណច្រើន